headline hub Iran has strongly condemned the latest US sanctions saying they mainly target ordinary Iranian people អេរ៉ង់បានថ្កោលទោសអាមេរិកយ៉ាងធ្ងន់ជាលើកចុងក្រោយនេះក្នុងការដាក់ទណ្ឌកម្មខ្លួនបាននិយាយថាពួកគេមានបំណងផ្ជង់ផ្ដោតមកលើប្រជាជនអេរ៉ង់សាមញ្ញ Iran's foreign ministry described the new measures as economic terrorism and accused Washington of increasing pressure on civilians រដ្ឋមន្ត្រីការបរទេសអេរ៉ង់បានរៀបរាប់ទៀតថាការបន្ថែមទម្ងន់ថ្មីដូច្នេះគេហៅថាភេរវកម្មសេដ្ឋកិច្ចហើយបានចោទទីក្រុង Washington ថាបានបង្កើនសម្ពាធសម្ដៅលើជនស៊ីវិល The US maintains that its sanctions are designed to pressure the Iranian government and restrict its financial and military networks សហរដ្ឋអាមេរិកនៅតែអះអាងថាខ្លួនដាក់ទណ្ឌកម្មក្នុងបំណងដាក់សម្ពាធទៅលើរដ្ឋាភិបាលអេរ៉ង់ហើយទប់ស្កាត់ប្រព័ន្ធហិរញ្ញវត្ថុហើយនឹងបណ្ដាញចលនាទាហានបាទសូមអរគុណ